ការវិភាគហេតុអ្វីបានជាការវាយប្រហាររបស់សហរដ្ឋអាមេរិករហ័សនិងស្អាតស្អំលើអ៊ីរ៉ង់នឹងមិនងាយស្រួលទេលោកដូណាល់ត្រាំបានបង្ខំខ្លួនឯងឲ្យចូលរួមនិងបានសន្យាថានឹងជួយក្រុមបាតុករអ៊ីរ៉ង់ប៉ុន្តែលោកមានជម្រើសល្អមួយចំនួនសម្រាប់ប្រតិបត្តិការយោធាតែលោកអាចគ្រប់គ្រងបានប្រព័ន្ធមិនសេរីនិយមច្រើនតែមើលទៅអចិន្ត្រៃយ៍បំផុតមុនពេលវាផ្លាស់ប្ដូរប៉ុន្តែគ្រានៃភាពចលាចលក៏អាចបង្កើតការបំភាន់ខុសគ្នាផងដែរថាប្រព័ន្ធនេះគឺជាការវាយប្រហារខាងក្រៅយ៉ាងខ្លាំងមួយដើម្បីគេចផុតពីការដួលរលំដោយសារអ៊ីរ៉ង់ត្រូវបានរង្គោះរង្គើដោយការតវ៉ាដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងថ្នាក់ដឹកនាំរបស់ប្រទេសនេះវាជាការលបួងឲ្យបាតុករស្រមៃថាអំណាចផ្លូវអាកាសរបស់សហរដ្ឋអាមេរិកអាចផ្ដល់នូវការរុញច្រានចុងក្រោយការលបួងនោះយល់ច្រឡំពីរបៀបដែលសាធារណរដ្ឋអ៊ីស្លាមពិតជារងរានមានជីវិតការរួបរวมគ្នាដោយបង្ខិតបង្ខំគឺជាស៊ីម៉ង់នៃប្រព័ន្ធសមត្ថភាពរបស់សន្តិសុខស្របគ្នានិងស្ថាប័ននយោបាយដើម្បីបន្តធ្វើសកម្មភាពជាមួយគ្នាសូម្បីតែពេលដែលភាពស្របច្បាប់ប្រសាទបាត់ក៏ដោយនៅពេលដែលការរួបរวมនោះមានសុពលភាពប្រព័ន្ធនឹងស្រូបយកការប៉ះទង្គិចតែរដ្ឋធម្មតាជាងនេះនឹងដួលរលំអ៊ីរ៉ង់មិនមែនជាពីរ៉ាមីតតែមួយហើយជាប្រទេសមហាអំណាចលេខ1ឈរលើពិភពលោកនោះទេវាគឺជារដ្ឋដែលមានបណ្ដាញចម្រុះមជ្ឈមណ្ឌលអំណាចត្រួតស៊ីគ្នាជុំវិញការិយាល័យរបស់មេដឹកនាំកម្ពុជាឆ្មាំបដិវត្តស្ថាប័នស៊ើបការសម្ងាត់អ្នករក្សាច្រកទ្វារស្មៀននិងសេដ្ឋកិច្ចឧបត្ថម្ភនៅក្នុងប្រព័ន្ធបែបនេះការដកចំណុចមួយចេញសូម្បីតែចំណុចនិមិត្តរូបបំផុតក៏ដោយក៏មិនអាចធ្វើឲ្យរចនាសម្ព័ន្ធនេះដួលរំបានដែរការលែងត្រូវការនឹងខ្សែសង្វាក់បញ្ជីជំនួសគឺជាលក្ខណៈពិសេសនៃការរចនាការកាត់ក្បាលនីតិនិដ្ឋាដ៏លេចធ្លោមួយបន្ទាប់ពីភាពជោគជ័យយុទ្ធសាស្ត្ររបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំនៅវេណេស៊ុយអេឡាដូច្នេះមើលទៅមិនសូវដូចជាយុទ្ធសាស្ត្រទេប៉ុន្តែដូចជាល្បែងលើភាពវឹកវរនេះជាមូលហេតុដែលភាពលំបាករបស់លោកត្រាំមានសារៈសំខាន់គាត់ស្ថិតនៅចន្លោះអ្នកអភិរក្សនិយមថ្មីតែចង់បានការផ្លាស់ប្ដូររបបដោយកម្លាំងនិងមូលដ្ឋានអាមេរិកទី1តែនឹងមិនគាំទ្រសង្គ្រាមដ៏វែងឆ្ងាយស្ថិរភាពក្រោយជម្លោះឬដំណើរផ្សងព្រេងមជ្ឈិមបូព៌ាមួយផ្សេងទៀតដូច្នេះសភាពគឺការដាក់ទណ្ឌកម្មរហ័សចូលរហ័សចេញដែលមើលទៅហាក់ដូចជាការសម្រេចចិត្តដោយមិនបង្កើតកាត់ប្រកេចនយោបាយតំបន់ធ្វើឲ្យមើលនុយនៃផែនការរបស់លោកត្រាំកាន់តែចង្អៀតអ៊ីស្រាអែលចង់ឲ្យទីក្រុងវ៉ាស៊ីនតោនធ្វើការធ្ងន់ប្រឆាំងនឹងទីក្រុងតេអ៊ីរ៉ង់អ្នកសន្ទនាសំខាន់ៗនៅឈូងសមុទ្រជាពិសេសអារ៉ាប៊ីសាអូឌីតកាតានិងអូម៉ង់បានជំរុញឲ្យមានការបន្ធូរបន្ថយភាពតានតឹងនឹងការទូតជាក់ស្ដែងក៏វ៉ាស់ការគាំទ្ររបស់ឈូងសមុទ្រចំពោះយុទ្ធនាការថ្មីមួយអាចជំរុញឲ្យសហរដ្ឋអាមេរិកងាកទៅរកជម្រើសយោធាដែលបានចាប់ផ្ដើមពីចម្ងាយដែលធ្វើឲ្យប្រតិបត្តិការផ្លូវអាកាសប្រកបដោយចីរភាពកាន់តែពិបាកក្នុងការទ្រទ្រង់លោកត្រាំក៏បានដាក់ខ្លួនឯងនៅក្នុងវោហារសាស្ត្រផងដែរដោយបានព្រមានថាប្រសិនបើអ៊ីរ៉ង់សម្លាប់ក្រុមបាតុករដោយសន្តិវិធីដោយហិង្សាសហរដ្ឋអាមេរិកនឹងគឺមកជួយសង្គ្រោះពួកគេគាត់ត្រូវតែផ្ដល់សញ្ញាដល់ជម្រើសយោធាតែអាចទុកចិត្តបានទោះបីជាគាត់បានបង្ហាញថាការទូតគឺល្អជាងនិងបានបង្ហើបថាការសម្លាប់កំពុងបញ្ឈប់នៅក្នុងការអនុវត្តភាពប្រែប្រួលនេះហាក់ដូចជាមានភាពមិនច្បាស់លាស់ខាងយុទ្ធសាស្ត្រតិចជាងនិងការចរចានិងភាពមិនច្បាស់លាស់កាន់តែច្រើនតែលើកទឹកចិត្តគ្រប់ភាគីជុំវិញគាត់ឲ្យជឿថាវានៅតែអាចឈ្នះអំណាងវាជាការសំខាន់ណាស់ដែលត្រូវច្បាស់លាស់អំពីអ្វីដែលរង្វង់ខាងក្នុងរបស់ទីក្រុងវ៉ាស៊ីនតោនហាក់ដូចជាចង់បានគោលដៅមិនមែនជាលទ្ធិប្រជាធិបតេយ្យឲ្យសេរីទេរង្វាន់គឺអ៊ីរ៉ង់ជាក់ស្ដែងតែអាចត្រូវបានទាញចូលទៅក្នុងក្របខ័ណ្ឌភូមិសាស្ត្រសេដ្ឋកិច្ចក្នុងតំបន់បើកចំហសម្រាប់អាជីវកម្មជាមួយសហរដ្ឋអាមេរិកនិងរុញច្រានចេញពីការពឹងផ្អែកខ្លាំងពេកលើប្រទេសចិននោះមានន័យថាការរឹតបន្តឹងលើសកម្មភាពនុយក្លេអ៊ែរការទប់ស្កាត់មួយចំនួនលើមីស៊ីលប្លង់នឹងត្រូវបានកាត់បន្ថយពិតប្រាកដនៃការគាំទ្ររបស់អ៊ីរ៉ង់ចំពោះអ្វីដែលហៅថាអនៃការតស៊ូនេះគឺជាការផ្លាស់ប្ដូរឥរិយាបថមិនមែនជាការជំនួសទាំងស្រុងនៃសាធារណរដ្ឋអ៊ីស្លាមនោះទេអំណាចផ្លូវអាកាសអាចដាក់ទណ្ឌកម្មនិងផ្ដល់សញ្ញាវាអាចធ្វើឲ្យខូចដល់គ្រឿងបរិក្ខារជាក់លាក់វាអាចបង្កើនថ្លៃដើមនៃការបង្ក្រាបដោយអាជ្ញាធរប៉ុន្តែវាមិនអាចរៀបចំឡើងវិញនៅវិស័យសន្តិសុខសម្របសម្រួលការស្នងតំណែងឬផ្ដល់ការផ្លាស់ប្ដូរអាកប្បកិរិយាបានទេហើយវាមិនអាចការពារក្រុមបាតុករពីផ្លូវអាកាសបានទេប្រទេសលីប៊ីក្នុងឆ្នាំ2011នៅតែជារឿងព្រមានកម្លាំងយោធាយ៉ាងហោចណាស់គឺជាការប៉ុនប៉ងដែលមានហានិភ័យខ្ពស់ក្នុងការបង្ខំជនជាតិអ៊ីរ៉ង់ឲ្យចូលទៅចរចាដែលទំនងជានឹងបង្កផលវិបាកសេណារីយ៉ូយោធាដែលសមហេតុផលបំផុតគឺការវាយប្រហារដាក់ទណ្ឌកម្មដែលមានកំណត់ដោយប្រើមីស៊ីលបញ្ជានិងគ្រាប់រំសេវរយៈចម្ងាយឆ្ងាយប្រឆាំងនិងមជ្ឈមណ្ឌលឆ្មាំបដិវត្តអ៊ីរ៉ង់ឬហេដ្ឋារចនាសម្ព័ន្ធដែលអាចដំណើរការបាននេះសំនឹងចំណងចំណូលចិត្តរហ័សនិងស្អាតហើយអាចត្រូវបានបង្កើតឡើងជាការដាក់ទណ្ឌកម្មជាជាងសង្គ្រាមចំណុចអវិជ្ជមានជាយុទ្ធសាស្ត្ររបស់វា
គឺថាវាផ្ដល់ឲ្យឆ្មាំនៅរឿងរ៉ាវការគំរាមកំហែងអត្ថភាពដែលអាចធ្វើឲ្យការបង្ក្រាបកាន់តែធ្ងន់ធ្ងរខណៈពេលដែលបង្កើនហានិភ័យនៃការសងសឹកតាមរយៈ proxy ការរំខានដល់ការដឹកជញ្ជូននិងសម្ពាធលើមូលដ្ឋានអាមេរិកនៅឈូងសមុទ្រវាក៏អាចកាត់បន្ថយឱកាសនៃការបែកបាក់ផ្ទៃក្នុងដោយជំរុញឲ្យក្រុមគូប្រជែងប្រមូលផ្ដុំគ្នាជុំវិញទង់ជាតិការប៉ុនប៉ងកាត់ក្បាលភាពជាអ្នកដឹកនាំគឺមានលក្ខណៈភាពយន្តច្រើនជាងនិងមិនសូវគួរឲ្យទុកចិត្តវាគឺជាជម្រើសដែលមានការកើនឡើងច្រើនបំផុតទំនងជាបង្រួបបង្រួមពួកអ្នកប្រកាន់តឹងហើយនៅតែមិនទំនងជាអាចផ្ដួលរំលំប្រព័ន្ធបណ្ដាញបានទេយុទ្ធនាការផ្លូវអាកាសប្រកបដោយចីរភាពគឺជារឿងដែលមិនគួរឲ្យជឿបំផុតនិងមានគ្រោះថ្នាក់បំផុតបើគ្មានមូលដ្ឋាននៅឈូងសមុទ្រនិងការហោះហើរពីលើទេភស្តុភារកម្មនឹងជំរុញប្រតិបត្តិការឆ្ពោះទៅរកវេទិកាឆ្ងាយនិងការបង្កើតយន្តហោះចម្បាំងស្ដាងជាងមុនខាងនយោបាយវានឹងរំលោភលើគោលការណ៍អាមេរិកទី1ជាយុទ្ធសាស្ត្រវានឹងធ្វើឲ្យវិបត្តិនេះមានលក្ខណៈអន្តរជាតិពង្រីកសមរភូមិនិងអញ្ជើញវត្តនៃការកើនឡើងនៃការវាយប្រហារគ្នាទៅវិញទៅមកតែភាគីទាំងពីរមិនអាចគ្រប់គ្រងបានដោយភាពជឿជាក់ការរំខានតាមអ៊ីនធឺណិតនិងអេឡិចត្រូនិកស្ថិតនៅក្នុងប្រភេទផ្សេងគ្នាភាពមើលឃើញទាបជួនកាលអាចបដិសេធបាននិងអាចឈប់គ្នាជាមួយចំណង់ចំណូលចិត្តរបស់ឈូងសមុទ្រសម្រាប់ការជៀសវាងសង្គ្រាមបើកចំប៉ុន្តែផលប៉ះពាល់គឺមិនប្រាកដប្រជានិងជារឿយបណ្ដោះអាសន្នហើយរដ្ឋដែលមានបណ្ដាញអាចបង្វែរការរំខានបានលទ្ធផលជាក់ស្ដែងបំផុតគឺថាប្រតិបត្តិការតាមអ៊ីនធឺណិតអាចអមជាមួយចលនាផ្សេងទៀតប៉ុន្តែពួកគេទំនងជាមិនផ្ដល់ការផ្លាស់ប្ដូរនយោបាយដ៏ម៉ឺងម៉ាត់ដោយខ្លួនឯងទេចំណុចជ្រៅជាងនេះទៅទៀតគឺថាការប៉ះទង្គិចពីខាងក្រៅកម្របង្កើតលទ្ធផលផ្ទៃក្នុងជាក់លាក់ដែលទីក្រុងវ៉ាស៊ីនតោនអះអាងថាចង់បានការផ្លាស់ប្ដូរជាក់ស្ដែងនៅកំពូលសម្ពាធខាងក្រៅធ្ងន់ធ្ងរជារឿយធ្វើឲ្យស្នូលបង្ខិតបង្ខំរបស់ប្រព័ន្ធរឹងពីព្រោះអំពើហិង្សាកើនឡើងមិនមែនតែងតែជាទំនុកចិត្តនោះទេជាញឹកញាប់វាជាការភ័យស្លន់ស្លោតែពាក្យឯកសណ្ឋានកត្តាជំរុញដ៏រឹងមាំតែមួយគត់សម្រាប់ការផ្លាស់ប្ដូរគឺផ្ទៃក្នុងការបាក់បែកនៅក្នុងសេវាសន្តិសុខឬការបែកបាក់របស់ឥស្រជនដែលបង្កើតមជ្ឈមណ្ឌលអំណាចប្រកួតប្រជែងជាមួយនឹងយុទ្ធសាស្ត្ររស់រានមានជីវិតមិនឆប់គ្នាប្រសិនបើសហរដ្ឋអាមេរិកចង់មានឥទ្ធិពលលើឌីណាមិកទាំងនោះវាគួរតែផ្ដោតលើកម្លាំងជំរុញដែលបង្កើតភាពស្អិតរមួតជាងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងរក្សាការទប់ស្កាត់ការសម្លាប់រង្គាលប៉ុន្តែជៀសវាងការជួយសង្គ្រោះដែលសន្យាថាមិនអាចផ្ដល់ជូនដោយគ្មានសង្គ្រាមកែសម្រួលសម្ពាធសេដ្ឋកិច្ចចំពោះបុគ្គលនិងអង្គភាពដែលជំរុញអំពើហិង្សាខណៈពេលដែលទុកផ្លូវដែលអាចទុកចិត្តបានសម្រាប់អ្នកបច្ចេកទេសនិងអ្នកអនុវត្តជាក់ស្ដែងដែលអាចចូលចិត្តការបន្ធូរបន្ថយភាពតានតឹងនិងការចរចាលើសពីនេះទៅទៀតចូលសម្របសម្រួលជាមួយមិត្តភ័ក្តិរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ប្រមុខនៃប្រទេសកាតាអូម៉ង់និងអារ៉ាប៊ីសាអូឌីតតែអាចរឹតបន្តឹងការកើនឡើងនិងបកប្រែការពិភាក្សាបង្ខិតបង្ខំទៅជាកន្លែងចរចាសាធារណរដ្ឋអ៊ីស្លាមអាចនៅតែកំទេចការតវ៉ាជុំនេះវាក៏អាចរៀបចំខ្លួនឡើងវិញនៅខាងក្នុងនិងរស់រានមានជីវិតក្នុងទម្រង់ថ្មីប៉ុន្តែកំហឹងដែលបានឃើញនៅតាមដងផ្លូវមិនអាចទប់ស្កាត់បានទេលុះត្រាតែទុនកម្មត្រូវបានលើកហើយសេដ្ឋកិច្ចត្រូវបានផ្លាស់ប្ដូរចំពោះបញ្ហានោះរបបនេះត្រូវផ្លាស់ប្ដូរពីភាពខ្វិនខាងសាសនាទៅជាប្រព័ន្ធជាក់ស្ដែងជាងនេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Al Jazeera នៅថ្ងៃទី19 ខែមករាឆ្នាំ2026នេះ